ចឹងការងារទាំងអស់នេះខ្ញុំក៏សូមរំលឹកទៅដល់នឹងអ្វីដែលជាបាទធ្វើដៃបាទនឹងការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ទាំងអស់បាទសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ដូចជាសម្ដេចវិបុលបញ្ញាសុខអានដែលកន្លងមកក្នុងរយៈពេលនោះគឺបានខិតខំក្នុងការរក្សានៅអ្វីដែលជាលំនឹងនៃស្ថិរភាពនយោបាយរួមជាមួយនឹងការកំណែតម្រង់នៅក្នុងប្រព័ន្ធសាធារណៈទាំងអស់នេះដើម្បីធានាឲ្យបាននៅប្រសិទ្ធភាពក្នុងការអនុវត្តការងារក្នុងក្របខ័ណ្ឌស្ថាប័នសាធារណៈអញ្ចឹងការងារនេះខ្ញុំបានឃើញថាមានការវិវត្តជាបន្តបន្ទាប់ហើយនៅក្នុងបរិបទនៃនីតិកាលទី7នេះគឺបានឈានទៅដល់ដំណាក់កាលមួយដែលយើងអាចនិយាយបានថាជាពីពេលវេលាអំណោយផលខ្លាំងសម្រាប់ការគិតគូរជាប្រព័ន្ធបន្ថែមទៀតទៅលើការអភិវឌ្ឍវិស័យអធិការកិច្ចដែលជំរុញទៅលើការងារអភិបាលកិច្ចដែលមានលក្ខណៈមានប្រសិទ្ធភាពកណន័យភាពហើយនឹងតម្លាភាពបាទជូនទៅដល់រដ្ឋាភិបាលរាជរដ្ឋាភិបាល